ព្រឹកថ្ងៃទី21ខែមេសាឆ្នាំ2025នៅសាលាខេត្តកណ្ដាលឯកឧត្តមដឹមបូរ៉ាអភិបាលរងខេត្តកណ្ដាលនិងជាប្រធានអ្នកណែនាំពាក្យរដ្ឋបាលខេត្តកណ្ដាលបានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗ Say No to Fake News ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកណ្ដាលលោកនាយករងរដ្ឋបាលសាលាខេត្តនិងមន្ត្រីជំនាញជាច្រើនរូបផងដែរយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗ Say No to Fake News គឺជាកម្មវិធីដែលក្រសួងព័ត៌មានបានចាប់ផ្ដើមនៅថ្ងៃទី1ខែមេសាឆ្នាំ2025ដោយមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីគ្រោះថ្នាក់និងផលប៉ះពាល់ព័ត៌មានคล้ายៗយុទ្ធនាការនេះនឹងអនុវត្តរយៈពេល12ខែទូទាំងប្រទេសដោយមានការចូលរួមពីមន្ទីរព័ត៌មានរាជធានីខេត្តនិងស្ថាប័នពាក់ព័ន្ធគួរបញ្ជាក់ថាយុទ្ធនាការនេះផ្ដោតលើការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់បណ្ដាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយទំនើបដោយលើកកម្ពស់ការប្រុងប្រយ័ត្ននិងការទទួលខុសត្រូវមុននឹងចែកចាយព័ត៌មាន។